បាទនេះគឺជាកញ្ចក់ឡានអតិថិជននៃគាត់បាយឆ្នោតវិញដំបូងគាត់បាយទូចខាងគៀននេះទេប៉ុន្តែដោយសារយើងទុកយូរទៅធ្វើឲ្យការបាយហ្នឹងវារៀលកាន់តែវែងទៅបាទនេះគឺជាស្នាមកញ្ចក់ឡានបែកមុននឹងអ៊ុតចាំពេលដែលមើលយើងអ៊ុតហើយដាក់កាវចូលហើយតើវាកាត់បន្ថយស្នាមបានប្រមាណភាគរយចាំមើលទាំងអស់គ្នាបាទបន្ទាប់មកទៀតយើងធ្វើការចាក់កាវទៅតាមថ្នេរកញ្ចក់ឡានដែលបែកពីចុងរហូតដល់គល់និងពីគល់រហូតដល់ចុងធ្វើយ៉ាងណាឲ្យកាវជ្រាបចូលកន្លែងដែលបែកនេះបានសពបាទឥឡូវកាវអត់តន់ចូលបងប្អូនមើលទៅកន្លែងឆ្នោតហ្នឹងវាមានចំណាំងផ្លាតពណ៌សចាំមើលតែយើងចាក់កាវចូលអស់ហើយវានៅសល់ចំណាំងផ្លាតពណ៌សទៀតឬក៏អត់ឬក៏កាត់បន្ថយបានប្រមាណភាគរយបាទដោយសារកញ្ចក់ឡានបែករបស់អតិថិជនគាត់ទៅនឹងបែកថ្មីដូច្នេះហើយយើងធ្វើការចាក់កាយទៅចូលបានស្អាតតែបើសិនជាកញ្ចក់ទុកយូរមានទឹកមានដីចូលឬក៏បែករាប់ឆ្នាំហើយគឺយើងចាក់កាយយ៉ាងណាក៏មិនអាចចូលស្អាតបានដែរប៉ុន្តែយើងធ្វើបានតែបានត្រឹមតែការពាររាលស្នាមវាអត់សូវបាត់ដូចកញ្ចក់យើងបែកថ្មីទេបន្ទាប់ពីធ្វើការចាក់កាយទៅតាមថ្នេរចូលសហើយបងប្អូនមើលសារថ្មីទៅគឺលែងឃើញចំណាំងផ្លាតពណ៌សហើយប៉ុន្តែបើសិនយើងមើលពីខាងក្នុងយើងនឹងឃើញសស្នាមប៉ុន្តែសាច់សក់តែប៉ុណ្ណោះបន្ទាប់មកទៀតត្រូវយកថង់ប្លាស្ទិកមកគ្របពីលើកន្លែងដែលបែកពីដើមរហូតដល់ចប់ដើម្បីទប់កុំឲ្យមានទឹកមានដីជ្រាបចូលបន្ទាប់មកយើងធ្វើការកម្ដៅភ្លើង UV ដើម្បីឲ្យកាវហ្នឹងក៏ស្ងួតល្អដើម្បីឲ្យវាខាំជាប់នៅកន្លែងដែលបែកដើម្បីការពារកុំឲ្យវារាលតទៅមុខទៀតបន្ទាប់ពីកាវស្ងួតហើយយើងត្រូវការបកថង់ប្លាស្ទិកចេញមកវិញរួចយកកាំបិតកោសកាវចេញមកវិញគឺរួចរាល់អូខេឥឡូវយើងធ្វើហើយបាទនេះយើងថតតាមទូរស័ព្ទយើងមើលទៅសឹងតែមិនឃើញបាទប៉ុន្តែបើសិនយើងមើលពីខាងក្នុងយើងនឹងឃើញដល់ស្នាមថ្នេរប៉ុន្តែសាច់សក់រូបទូយើងមើលទៅអត់ទាន់ធ្វើបងប្អូនមើលទៅវាមានចំណាំងផ្លាតពណ៌សអញ្ចឹងពេលយើងជិះយប់ទៅមានពន្លឺចាំងវាឃើញចំណាំងផ្លាតចេញតាមថ្នេរហ្នឹងតែបើយើងចាក់កាវចូលទៅវាបាត់ចំណាំងផ្លាតប៉ុន្តែវានៅសល់ស្នាមនៅសាច់សក់ពេលយើងជិះយប់ទៅយើងពន្លឺបាយមកវាអត់ចាំងតាមថ្នេរហ្នឹងទៀតទេ